ដើម្បីជាចលករនៅក្នុងការជួយជំរុញនៅវិស័យសេដ្ឋកិច្ចរបស់ខ្លួនវៀតណាមនៅឯទីក្រុងហូជីមិញតែម្ដងបានបង្កើតនៅការយកចិត្តទុកដាក់នៅក្នុងការធ្វើយ៉ាងណាឲ្យការលក់នៅចំណីអាហារតាមដងផ្លូវគឺជាទេសចរដ៏សំខាន់របស់ទីក្រុងមួយនេះបាទដោយបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅក្នុងពេលបច្ចុប្បន្ននេះបើទោះបីជាមានបញ្ហាទាំងវិបត្តិនយោបាយទាំងវិបត្តិទៅទៅជាមួយនឹងការវាយប្រហារសេដ្ឋកិច្ចយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រទេសក្បែរខាងយើងតែម្ដងជាពិសេសគឺប្រទេសវៀតណាមនៅក្នុងទីក្រុងហាណូយក៏ដូចជាទីក្រុងហូជីមិញតែម្ដងបើតាមសារព័ត៌មានរបស់ប្រទេសវៀតណាមបានឲ្យដឹងថានៅក្នុងទីក្រុងហូជីមិញគឺបានកំណត់យកនៅក្នុងការកែលម្អនៅក្នុងការពង្រីកនៅវិស័យទេសចររបស់ខ្លួនឲ្យមានការរីកចម្រើនតាមរយៈការបង្កើននៅក្នុងការលក់នៅចំណីអាហារនៅតាមដងផ្លូវដែលជាផ្នែកមួយនៅក្នុងការបំពេញនៅតម្រូវចិត្តរបស់ភ្ញៀវទេសចរផងដែរដោយបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅក្នុងយុគសម័យនៅក្នុងពេលបច្ចុប្បន្ននេះមិនថាប្រជាពលរដ្ឋកម្ពុជាយើងក្តីប្រជាពលរដ្ឋនៅក្នុងពិភពលោកនៅក្នុងវ័យប្រហែលយើងតែម្ដងគឺពួកគាត់ចង់ទទួលយកនៅអ្វីដែលប្លែកៗគាត់ចង់ទៅទីកន្លែងណាមួយដែលទទួលបាននៅការប្លែកពីតំបន់ដែលពួកគាត់រស់នៅតែម្ដងជាពិសេសគឺពួកជនជាតិអឺរ៉ុបគឺពួកគេបានបុកសម្រុកនៅក្នុងការទៅទស្សនានៅឯទីក្រុងហូជីមិញក៏ដូចជាទៅកំសាន្តក៏ដូចជាទៅហូបចុកនៅចំណីអាហារដែលដាក់លក់នៅតាមដងផ្លូវដែលវាគឺជាយុទ្ធនាការនៅក្នុងការបង្កើតក៏ដូចជាជំរុញនៅវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងទីក្រុងហូជីមិញនឹងតែម្ដងអ្វីដែលយើងបានកំណត់សម្គាល់ឲ្យបានដឹងថានៅក្នុងពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋទាំងមូលតែម្ដងក្រៅតែអំពីការញ៉ាំចំណីអាហារឲ្យចំអែតកាពះរបស់ពួកយើងក៏ប៉ុន្តែពួកគាត់ត្រូវការមានការបន្ធូរអារម្មណ៍តាមរយៈការមើលនៅអ្វីដែលប្លែកៗអ្វីដែលថ្មីៗអញ្ចឹងហើយបានជាអាជ្ញាធរនៅក្នុងប្រទេសវៀតណាមបាននឹងកំពុងតែជំរុញនៅក្នុងវិស័យនេះតែម្ដងបើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសវៀតណាមកំពុងតែមានបញ្ហាយ៉ាងណាក៏ដោយក៏ប៉ុន្តែទន្ទឹមជាមួយនឹងបញ្ហានៅក្នុងការជំរុញទៅលើកំណើនវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះគឺបានមានការកើនឡើងជាកត់គួរឲ្យកត់សម្គាល់តែម្ដងក្នុងរយៈពេល5ខែចាប់ពីខែ1រហូតដល់ខែ5នេះតែម្ដងតាមទិន្នន័យរបស់សារព័ត៌មានវៀតញូបានឲ្យដឹងថានៅក្នុងទីក្រុងហូជីមិញគឺទទួលបានកំណើនទេសចររហូតដល់12%នេះបើធៀបទៅតាមចំនួនក៏ដូចជាទិន្នន័យនៅក្នុងខែដូចគ្នាកាលពីឆ្នាំកន្លងផុតទៅនេះគឺសបញ្ជាក់ឲ្យឃើញថាយុទ្ធនាការនៅក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចតាមរយៈការជំរុញទៅលើការលក់ដូរនៅចំណីអាហារហូបចុកនៅតាមដងផ្លូវទាក់ទងជាមួយនឹងចំណីអាហារបែបប្រពៃណីចំណីអាហារបែបអឺរ៉ុបក៏ដូចជាចំណីអាហារបែបគ្រឿងសមុទ្រស្រស់ៗទាំងអស់នេះវាសុទ្ធសឹងតែជាកត្តាទាក់ទាញឲ្យភ្ញៀវទេសចរមិនថាភ្ញៀវទេសចរជាតិភ្ញៀវទេសចរអន្តរជាតិគឺតែងតែចង់ទៅលំហែកម្សាន្តនៅក្នុងទីក្រុងវៀតណាមតែម្ដងអញ្ចឹងយើងងាកមកលើប្រទេសកម្ពុជាយើងវិញបើយើងធៀបជាមួយនឹងវិស័យទេសចរក៏យើងមិនចាញ់នៅក្នុងតំបន់ប្រទេសនៅក្បែរខាងរបស់យើងផងដែរយើងមានទាំងប្រាសាទអង្គរវត្តយើងមានទាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាតយើងមានទីកន្លែងផ្សេងៗទៀតជាពិសេសគឺស្នាមញញឹមប្រជាពលរដ្ឋរបស់យើងគឺគួរឲ្យទាក់ទាញតែម្ដងអញ្ចឹងតើរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាក៏ដូចជាមន្ត្រីដែលពាក់ព័ន្ធទៅលើផ្នែកទេសចរនឹងមានវិធានការយ៉ាងណាដើម្បីពង្រឹងក៏ដូចជាពង្រីកនៅវិស័យទេសចរនេះឲ្យមានការរីកចម្រើនដោយប្រទេសក្បែរខាងរបស់យើងតែម្ដងនៅក្នុងវីដេអូបន្តខ្ញុំនឹងធ្វើជាវីដេអូដែលទាក់ទងជាមួយនឹងបញ្ហាវិស័យទេសចរនៅក្នុងប្រជាជាតិកម្ពុជាយើងដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងថាតើវិស័យទេសចរនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែដើរដល់កម្រិតណាហើយតើចំណុចណាខ្លះយើងគួរតែមានការកែលម្អដើម្បីឲ្យមានការគ្រប់គ្រងក៏ដូចជាឲ្យមានការកើនឡើងនៅចំនួនភ្ញៀវទេសចរជាតិក៏ដូចជាភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តលេងនៅក្នុងប្រទេសកម្ពុជាយើងដូចជាប្រទេសវៀតណាមជាពិសេសគឺនៅក្នុងទីក្រុងហូជីមិញនឹងតែម្ដង